សាច់រឿងមួយហ្នឹងគឺខ្ញុំបំរាមហើយបំរាមទៀតហាមអ្នកតសៃខ្ចីឬក៏អ្នកទងន់មើលឲ្យសោះខ្ញុំហាមណាកុំថាខ្ញុំអត់បានហាមអ្នកទាំងអស់គ្នាដោយសារតែខ្ញុំទៅទទួលបានជាមួយនឹងសាច់រឿងមួយនេះគឺវានិយាយតាមត្រង់ហ្មងតាំងពីខ្ញុំចេះនិយាយសាច់រឿងមកខ្ញុំដែរបានជួបរឿងណារៀងគួរឲ្យខ្លាចចឹងឯងនិយាយមែននិយាយប៉ិតហ្មងរបៀបព្រាយនេះញាក់សាច់ហើយលងសាហាវហ្មងអ្នកទាំងអស់គ្នានិយាយទៅបងស្រីដែលគាត់ចេញលេខសាច់រឿងមកខ្ញុំនេះហ្នឹងគាត់ថាគាត់សង់តែបាត់បង់ជីវិតដោយសារតែពាក្យថាព្រាយកលាភ្លើងចង់មកនឹងចូលដល់សាច់រឿងខ្ញុំពិតជាសុំទោសឲ្យហើយបើសិនបើមានការសម្លេងរំខានឬក៏ខ្ញុំនិយាយអត់សូវលឺខ្លាំងដោយសារតែខ្ញុំខ្ញុំអត់ទាន់ស្រួលទេទាំងអស់គ្នាហើយខ្ញុំនិយាយនៅក្នុងហាងខ្ញុំគឺវានៅលើហាងកាហ្វេអញ្ចឹងទៅមានភ្ញៀវមានអីចង់រំខានខ្លាំងចូលអូខេតចូលដល់សាច់រឿងយើងតទៀតដែលសាច់រឿងមួយនេះគឺកើតឡើងនៅខេត្តមួយដែលខ្ញុំដឹកខេត្តហើយបងស្រីគាត់ចេញលេខសាច់រឿងមកខ្ញុំនេះគឺគាត់ទៅតែមានអាយុ26ឆ្នាំអ្នកទាំងអស់គ្នាដែលគាត់ទៅតែជាកូនដំបូងរបស់គាត់ទៀតហើយអ្វីដែលបងស្រីគាត់ចែកម្លែកមកខ្ញុំហ្នឹងបានន័យថាគាត់ទៅតែយល់ពាក្យថាព្រាយកលាភ្លើងហើយគាត់ថាគាត់តាមដានខ្ញុំមកយូរហើយសាច់រឿងមួយហ្នឹងរបៀបថារបៀបចេះសង្ឃថាវាមិនអាចវាសង្ឃតែមិនជឿព្រោះគាត់ធ្លាប់តែស្ដាប់សំឡេងរបៀបថាព្រាយគេគឺកោអីខ្ញុំធ្លាប់និយាយមកអ្នកនរគ្នារបៀបកោលឺសំឡេងកញ្ចក់ដៃលុកក្រេខ្លាអីចឹងណាប៉ុន្តែអ្វីដែលគាត់ជួបគឺវាសាហាវខ្លាំងហើយមករកគាត់តាំងពីគាត់មានទម្ងន់នេះចូលក្បាល7ខែចាប់ផ្ដើមហ្មងបងគាត់ទៅតែចូលដល់ក្បាល7ខែហ្នឹងគាត់ថាពេលហ្នឹងគឺប្តីគាត់អត់នៅផ្ទះទេហើយគាត់នៅជាមួយនឹងម្ដាយហើយនឹងឪពុករបស់គាត់នៅក្នុងស្រុកគាត់ហ្នឹងអញ្ចឹងណាដល់យប់ឡើងអញ្ចឹងរបៀបថាចាស់ទុំគេឲ្យយើងមួយទឹកពីប្រឡប់មួយទឹកអីហើយនឹងអង្គុយនឹងចដាអង្គុយអីគឺអត់ទាំងអស់គឺគាត់ធ្វើតាមដំបូងមានមនុស្សចាស់ហ្មងអ្នកទាំងអស់គ្នាប៉ុន្តែរឿងមួយដែលគាត់ភ្លេចហ្នឹងគាត់ថាមិនដឹងថាមកពីគេហៅថាស្អីគេនេះពេលដែលរីហ៊ូចាប់ច័ន្ទគ្រាកន្លងមិនជិះតែគាត់និយាយណារបៀបថាមិនគ្រាកន្លងតែខែស្អីពេលយប់ឡើងហ្នឹងគាត់អត់មានបានយកតំកបោហ្នឹងមកដាក់នៅចង្កេះគាត់ថាអាចមកពីអញ្ចឹងមែនឬមួយក៏មកពីកម្មពីដែលគាត់ធ្លាប់ធ្វើកម្មអីជាមួយនឹងពពួកហ្នឹងទើបបានគេមករយកជីវិតគាត់អញ្ចឹងហ្មងដែលនៅយប់ថ្ងៃដែលគ្រួសារគាត់អត់នៅហ្នឹងថាយកសពដូចពិតដូចមិនពិតគាត់ថានៅពេលដែលគាត់គេងពេលក្បាលប្រឡប់ហ្នឹងណាគាត់គេងធម្មតាអ្នកនរគ្នាគឺគាត់គេងឯងធម្មតាគេងផ្អៀងគេងឆ្វេងស្ដាំពូពេលហ្នឹងគាត់ថាពូគាត់ធំដែលរបៀបថាវាអត់អាចគេងផ្ងាបានទេហើយគាត់ពេលដែលគាត់គេងផ្ងាគឺរឿងថាប់ដង្ហើមធម្មតាអ្នកទងន់គឺអញ្ចឹងឯងអ្នកខ្លះគេងផ្ងាបានមែនហើយដល់ពេលអញ្ចឹងគាត់គេងរឿងផ្អៀងតែគាត់មានអារម្មណ៍ថាអារបៀបចាក់សុបអារបៀបដូចមានកញ្ចក់ដៃអីមួយចឹងអ្នកនរគ្នារឿងសុបនៅឯខ្នងគាត់ហ្នឹងអារបៀបថារៀងហៀវខ្នងគាត់អញ្ចឹងក៏ពូស្វល់ដែរហើយកដាថ្ងៃចាស់ហ្នឹងណារបៀបសុបតាមខ្នងគាត់មកអញ្ចឹងឡើងគាត់ស្មានតែប្តីគាត់ហ្នឹងមកផ្ទះវិញអញ្ចឹងមកផ្ទះវិញទាំងយប់អញ្ចឹងឡើងគាត់បើកភ្នែកឡើងហងងាកបែរមករអញ្ចឹងអត់មានឃើញអ្នកគេទាំងអស់គាត់គេងនៅលើផ្ទះតែឯងគាត់មានអារម្មណ៍ថាហេឡូវាយកសពអីចឹងណាជាការយកសពជាការអីចឹងទៅគាត់ក៏សង្ងំទៅវិញអ្នកទាំងអស់គ្នាដឹងថាគាត់ទៅយកសពឃើញអីអត់គាត់យកសពឃើញរបៀបថាមនុស្សស្រីចាស់អារបៀបមុខឡងគលងឡងគាត់ថាគលងដែលដឹងថាចាស់មិនដឹងក្មេងប៉ុន្តែព្រោះមុខវាគលងខ្លាំងពេកប៉ុន្តែស្លៀកចេញមកគឺឈុតខ្មៅហ្មងចង់ក្បិនហើយគឺឈុតខ្មៅហើយមកទាំងអារបៀបកំហុងការចឹងហើយគឺមកគឺធូរខ្លួនគឺចឹងនៅក្នុងចុងជើងគាត់ហ្មងហើយរបៀបឈរស្រឡំគាត់នឹងចឹងហ្មងគាត់ថាមកឲ្យគាត់ឃើញអញ្ចឹងនៅចុងជើងគាត់ហ្មងហើយឡើងអញខ្លាំងហ្មងនោះដែលរបៀបអានឹងគេហៅព្រាយមែនទេមកឈរនៅចុងជើងគាត់របៀបទាំងកំហុងចឹងដៃវារបៀបកាំហើយឡងអាក្រក់ខ្លាំងហ្មងគាត់ថាខូនគួរឲ្យខ្លាចខ្លាំងឡើងគាត់របៀបចង់ដឹងភ្នាក់ខ្លួនទៅវិញប៉ុន្តែបើកភ្នាក់ទៅរួចអ្នកទាំងអស់គ្នាហើយថាវាចាប់កថាជូងគាត់របៀបជើងគាត់កថាអញ្ចឹងមិនដឹងថាក្នុងគោលបំណងអីស្មាតូអ៊ុយសៀវហ្មងអញនិយាយមែនសៀវសាច់រឿងទាំងអស់នេះពេលខ្ញុំទាំងខ្ញុំឈុំនិយាយរឿងខ្មោចខ្ញុំក៏ប្រាប់ហើយណារឿងនេះដោយសារតែខ្ញុំអត់ទាន់ទាំងនេះអត់ទាន់អស់ហើយអ្នកទាំងអស់គ្នានៅពេលដែលរបៀបមីបីសាក់របៀបពីប៉ាក់ព្រួយនោះមកចាប់កថាជើងគាត់អញ្ចឹងឡងគាត់របៀបផុយណាអស់នោះផុយគាត់ស្រែកឡើងស្លាន់ហ្មងស្រែកឡើងសឹងតែផ្លាត់សម្លេងទាត់តែម្ដាយគាត់ហ្នឹងឡើងមកលើផ្ទះរកគាត់ហើយថាលឺតែសម្លេងអ៊ុយគ្រុងព្រោះម្ដាយគាត់សម្រាប់នៅក្រោមអញ្ចឹងរបៀបអញ្ចឹងបន្ទាប់មកទៀតគឺមានជាការដែលគាត់ដឹងខ្លួនឡើងមកគាត់ចាប់ដើមយើងភ័យបែកនោះស្រាក់ហ្មងហើយគាត់ហ៊ាននិយាយរឿងនឹងប្រាប់ម្ដាយគាត់ទៅគាត់ថាម៉ែគេងមួយខ្ញុំមកយកទៅរបៀបអញ្ចឹងមកគេងកណ្ដោខ្ញុំមកយកទៅរបៀបអញ្ចឹង and then នៅពេលដែលស្អែកព្រលឹមឡើងទៅបានគាត់បានប្រាប់ម្ដាយគាត់
នៅពេលដែលគាត់បានប្រាប់ម្ដាយគាត់ទៅធម្មតាមនុស្សចាស់អ្នកទាំងអស់គ្នាគាត់ប្រកាយគាត់ដឹងរឿងហ្មងគាត់ថាអត់ចាប់ដើមអត់ស្រួលអីហើយពោះគាត់ហ្នឹងចាប់ផ្ដើមធ្លាក់រៀងក្រហមប្រាដល់របៀបបើយើងនិយាយខ្លីមកគេហៅគម្រាមសម្រាលមុនណាគាត់ទៅពេទ្យទៅអីទៅអាហ្នឹងយើងបែបវិទ្យាសាស្ត្រគឺបែបគាត់ទៅពេទ្យទៅអីហ្នឹងធម្មតាទេពេទ្យគឺគេចាក់ថ្នាំទប់កុំឲ្យគាត់កើតមុនខែមុនអីចឹងទៅហើយតាំងពីពេលហ្នឹងមកម្ដាយគាត់ហ្នឹងបានធ្វើខ្សែចង្កេះឲ្យគាត់ពាក់ការពាររបៀបខ្សែចង្កេះគ្រូដែលនៅក្នុងស្រុកភូមិគាត់ហ្នឹងចឹងទៅគាត់ក៏ពាក់ខ្សែចង្កេះដែលមានកថាខ្សែចឹងហើយមានកថាមានអីចឹងណាទៅពេលចឹងតាំងពីហ្នឹងមកគាត់ក៏លែងបានឃើញជាមួយនឹងហេតុការណ៍អីទាំងអស់ហ្នឹងទីដែរគាត់ថាពេលទម្ងន់គាត់ជួបតែម្ដងនឹងគាត់ប៉ុន្តែពេលគាត់ប្រាប់ម្ដាយគាត់ទាន់ទៅគឺម្ដាយគាត់ជួយគាត់បាន and then មកដល់ពេលដែលគាត់កើតឈូពោះកើតកូនអ្នកទាំងអស់គ្នាគាត់ថាគាត់ឈូពោះតាំងពីម៉ោង3អាសៀលយើងអញ្ចឹងធ្លាក់អារសៀលហ្នឹងមកគាត់ចាប់ដើមរៀងចុកឲ្យរបៀបបុកទឹកក្រមកលើធៀមអ្នកឈឺពោះកើតកូនគេដឹងហីមិនចាំមិនច្រើនទេអូឆ្លងហើយមែនទេទៅពេលអញ្ចឹងទៅគាត់ក៏មានជាការទៅគេហៅអាហ្នឹងគេហៅមណ្ឌលកាត់កូនមណ្ឌលសុខភាពយើងនៅតាមខេត្តអញ្ចឹងគាត់ថាពេលហ្នឹងចាប់ដើមឈូពោះឈូបាត់រហូតដល់ម៉ោង8យប់បានចាប់ដើមពេទ្យឲ្យគាត់ហ្នឹងឡើងក្រៅបុកសម្រាលមកហើយបុកសម្រាលពួកពេលគាត់ឈូសម្រាលគាត់ដើរឡើងហើយចូលក្នុងពេទ្យអញ្ចឹងគាត់គ្រាន់តែមានអារម្មណ៍ថាកសែភ្នែកអ្វីមួយយ៉ាងគួរឲ្យខ្លាចស្រឡឹងមកគាត់អ្នកទាំងអស់គ្នាតែគាត់អត់ដឹងថាហ្នឹងគឺជាអីទេគាត់គាត់ថាអារម្មណ៍យើងឈូពោះហងតែគាត់មិនខ្វល់ពីអ្វីដែលគាត់ជាងសៀវចឹងក្នុងហ្នឹងទេហើយខ្ញុំបញ្ជាក់មួយទៀតគ្រាន់តែគាត់ចាប់ដើមឈូពោះហ្នឹងគឺពេទ្យអ្នកគ្រូពេទ្យបានកាត់ខ្សែកថាគាត់ចេញហើយគាត់ខ្សែកថាគាត់ចេញធម្មតាគេសម្រាប់គេឲ្យមានយកពាក់អីក្នុងខ្លួនគឺដោះចេញទាំងអស់សូម្បីតែអាក្រហមខ្ញុំនេះគាត់ឲ្យពាក់ដែរអ្នកនរគ្នារបៀបអញ្ចឹងហើយពេលដែលគាត់ឡើងលោកខែកើតនោះគាត់ថាសំលេងខ្លាញ់ស្រាក់នៅលើតពោះគឺនោះស្រែកខ្វាធម្មតាគាត់ទៅស្មាតទូគាត់ដឹងគាត់នៅខាងក្រៅបន្ទប់ពេលគាត់ចេញមកបចោជួយឲ្យចាស់ជួយឡកផ្អើលហ្មងគាត់ជួយបចោហ្មងម្ដាយគាត់ទៅជួយបចោឲ្យឪពុកគាត់ហ្នឹងជិះម៉ូតូមកផ្ទះហ្នឹងមកយកឲ្យវ៉ាន់កូនងាត់អីហ្នឹងហើយកុំភ្លេចយកអង្គជាមួយនឹងអំបិលអីហ្នឹងយកទៅទុកបាតទៀតអ្នកនរគ្នាប៉ុន្តែវាសាហាវពេកវាស្ដែងមែនហ្មងអ៊ុយអញផាត់ភ្នែកនេះគឺ concept និយាយខ្មោចហ្នឹងហ្មងអត់ទាន់អស់ទេពេលហ្នឹងគាត់ថាបានសុំប្តីឲ្យចូលជាមួយចឹងគាត់ថាគាត់ឈូខ្លាំងគាត់ថាពេទ្យនៅក្នុងខេត្តហ្នឹងគេអត់ចង់ឲ្យប្តីចូលនិយាយទៅគឺភាគច្រើនគេអត់ឲ្យប្តីចូលហ្មងប៉ុន្តែគាត់សុំវល់គេហ្មងអត្ថន័យគាត់ថាពេលហ្នឹងគឺសង្ឃថាគាត់ទៅលាប្តីចឹងរបៀបគាត់ថាគាត់ឈូនឹងឈូឲ្យរបៀបដកដង្ហើមមកដល់គ្នាគាត់ថាគាត់ហ្នឹងស្នាតោអាចនឹងស្លាប់ហើយតែលែងរបៀបពេលហ្នឹងគាត់ថាពេលប្តីគាត់ចូលទៅហ្នឹងគាត់ផ្ដាំហ្មងថាបើអូនមិនមកទៅមកឯងត្រូវមើលថែកូនអីចឹងហ្មងរបៀបនិយាយយើងទៅហឺខ្យល់ចឹងអ្នកទាំងអស់គ្នាដឹងថាពេលហ្នឹងគាត់ប៊ីនឹងស្លាប់ហើយគាត់បានមើលឃើញអីដឹងថាគាត់មើលឃើញអីអត់គាត់ថាគាត់បានឃើញមុខអីអញ្ចឹងដល់ឡើងនឹងភូសវល់ហ្មងគាត់ថាគាត់បានឃើញមុខទេប៉ុន្តែបងឯងដឹងថាខ្ញុំជួបជាមួយនឹងអីអត់ខ្ញុំឃើញតែទម្លាក់សក់ក្បាលចុះមកទេបងអើយគាត់ពីពីដានពេទ្យនឹងអញ្ចឹងដល់ឡើងនឹងភូសវល់ឡើងធ្លាក់ក្បាលចុះមកឃើញតែសក់ឡើងសពងអញ្ចឹងហ្មងអើយហើយសក់សក់មកហ្មងពីលោកពីដានពេទ្យនឹងមកខ្ញុំស្រែកថាប្តីជួយអូនហងជួយហ្នឹងគាត់បាត់មកបាត់កទៅហ្មងគាត់គាត់តែឃើញអញ្ចឹងបាត់មកបាត់កប៉ុន្តែអ្នកដែលនៅរស់ស្មាតោអ្នកដែលនៅអត់ស្លាប់ប្តីគាត់អីវ៉ាន់ហ្នឹងឲ្យមួយគ្រូពេទ្យហ្នឹងគឺធ្វើការវះកាត់គាត់ដោយភ្លាមហ្នឹងតែម្ដងឃើញផ្លូវលងទៅចង់និយាយថាឃើញផ្លូវទៅឋាននរកអីគឺដូចសង្ឃថាវិញ្ញាណគាត់ហ្នឹងចេញពីខ្លួនទេបងពេលខ្ញុំនិយាយប្រាប់គេតើមានអ្នកគេជួយខ្ញុំទេអត់មានអ្នកគេជួយទេប៉ុន្តែបើសម្រាប់មួយទៀតហ្នឹងគឺចង់និយាយថារបៀបថាគាត់ហ្នឹងមកពីត្រូវថ្នាំសន្តំរបស់ពេទ្យទេបានស្លាប់ហ្នឹងប៉ុន្តែគាត់ថាគាត់គាត់តែឃើញសក់ក្បាលហ្នឹងមកស្រីហៅប្តីជួយហងស្រីហៅប្តីលើក្បាលខែហ្នឹងស្រីជួយផងហ្នឹងចឹងទៅបាត់មាត់បាត់កទៅហ្មងតែពេលហ្នឹងគឺពេទ្យគេនិយាយដែរគេថាគាត់ធ្លាក់ឈាមមានច្រើនណាស់បានណាគេថាគេនឹងធ្វើអស់ពីសមត្ថភាពរបស់គេចឹងប៉ុន្តែជួយបានទាំងអស់គ្នារបៀបគុណទឹកដោះម្ដាយថ្លៃហើយម្ដាយគាត់នៅខាងក្រៅហ្នឹងធូបអត់អីបាត់អស់ហើយតាំងពីគាត់ថាបាត់ម៉ែខ្ញុំមកគ្រាន់តែខ្ញុំកើតកូនហើយហ្នឹងបងដឹងខ្លួនមកវិញពីខែស្លាប់ពេទ្យហ្នឹងមកវិញហ្នឹងម៉ែខ្ញុំមកអត់ធូបគ្រាន់តែលាតាំងពីផ្លូវចូលក្នុងពេទ្យរហូតដល់ប្រភពធូបឲ្យតែកន្លែងណានៅក្នុងពេទ្យហ្នឹងមានតែជើងធូបអត់អម៉ែអត់ធូបកន្លែងទាំងអស់ហើយកាន់ធូបលំបាច់ដល់អត់ពេញហ្នឹងហ្មងបែបបាត់មកហើយគាត់ថាពេលហ្នឹងមិនដឹងថាគុណទឹកដោះម្ដាយថ្លៃមួយក៏មិនចេះបានអាចជួយសង្គ្រោះគាត់យកចេញពីរីកន្លះពេញបែបទាំងអស់គ្នាគាត់ថាវាជឿងប៉ិតដែលគាត់ជួបខ្លួនឯងហ្នឹងហ្មងហើយគាត់ថាគាត់អត់មានរបៀបបែកដល់ថ្នាក់មើលឃើញទាំងអស់ហ្នឹងឯណាប៉ុន្តែគាត់ឃើញមែនហើយរបៀបថាគាត់ឃើញតែមួយភ្លឹកហ្នឹងហើយគឺគាត់ស្លាប់ទៅគឺអត់ដឹងមែនដឹងខ្លួនមកវិញគាត់នឹងស្មានថាគាត់នឹងអាចរស់បានមកវិញផងគាត់តែរបៀបគាត់និយាយមកគឺយើងយល់អារម្មណ៍ហ្នឹងហ្មងគាត់ថាគាត់នឹងស្លាប់ទៀតតោះគាត់ហ្នឹងរបៀបហៀវក្តិចខ្លួនឯងក្តិចទឹកក្តិចកំភ្លើអត់ដឹងឈឺទៅថាងាប់ទៀតណែវគ្គហ្នឹងឯងកំ pl ែងគាត់ថាបងខ្ញុំគិតថាគេថាបើយើងដឹងខ្លួនទៅវិញយើងក្តិចខ្លួនទៅបើយើងឈឺបានថាយើងរស់មែនទេក្តិចកំភ្លើហើយកំភ្លើឯងវះកាត់ណាឯងក្តិចអត់ដឹងឈឺហើយហើយចាក់ឆ្នាំនេះចាក់ឆ្នាំចាំខ្នងនេះគាត់យំហ្មងគាត់ដឹងខ្លួនមកគាត់យំហូគាត់ថាគាត់ងាប់ហើយតោះប្តីគាត់មកប្រាប់ប្តីគាត់នៅអង្គុយចិត្តនឹងស្រែកប្រាប់អូនអូនអូនណៃមានអីណាណៃអត់មានអីតែអីទេហើយចឹងទៅមិនគាត់ក្តិចអាកន្លែងផ្សេង
lên thường nên là ai nhưng với mình con nó hụt à vậy bật mòn hay sao được mình nó cứ có thay admin ấy tới còn tham về để còn mà đào teo với những á cứ mà đai nó ở bục quạt nó miền trôi ở lục trà trôi ấy mà tròn quạt sai sợi má trong bên tiền thằng tiền hay ở nhưng xui đấy là con quạt này dây do sẵn ngày có tháo tới bông cô nhưng slow tao sủi ấy trong tờ là ngày trong sạch đường mình cứ làเพลิงจับทำเป็นยังไงจะยกโกในโอ้ยมใจแม่มองยมสลายสอกบาคนไหนคลางอันนั้นเคยอย่างนี้เลงปอเลงไอ้เหมือนจะเหลือฮาวมาวันนั้นจะสะอาดได้ไปหรือปอนสะอาดเดี๋ยวต้องตั้งปีเรียบมาดอชุบเรียบชุบฮาวปอนอะไรมาใส่อีกคนเลยก็น่าจะสะอาดได้ให้ประจองมันจุดมันสกินแคร์มุกอลงเลยมีหยาลุนี่คอมเพล็กซ์ปลาจุดมันสกินแคร์ในครั้งกราวเจ็บเลยแต่พอมาโกไรสัตจังสะอาดแล้วแต่เห็นจะไหนเลยโอเคต้องchoเราใส่đường dươngนะใส่đườngมันนี่คือการล้างเนื้อขนมตึกได้แคทบัดลำบองยังไงส่งบัดพุ่มคุ้มให้ปูประสันจะไปใช้พุ่มคุ้มเต้าหนาสอกในพุ่มก็คือประกาศจิสกอลมองได้แล้วใส่เหลือมวยนั่งคือระเบียบแจกปนใส่ก็เรียบร้อยปั๊บมาในทางปนใส่คือจีนเนี่ยจำนวนทำไมเต้ได้ก็จังยี่แท้ในระเบียบตัวได้มาตัวระเบียบได้พุ่มเกนั่งปีบรมราณมาชิปซะคือจำนวนปนตั้งแต่มาดองระเบียบทางคือจุกลุกไอ้ฮะทวีแล้วกับขมเอาแต่มาดองเนี่ยจำนวนปอนนั่งเดินไปแต่เก็บทัวร์คออังกายจังยังไงระเบียบทางเธอคอไอ้จำนวนยังอังกายคืออังกายอยู่ตรงไว้เจ้านั่นก็ไหลนั่งมองไว้จะเละโจนกนงดาวนั่งมองจังนั่นจังมันตั้งปีระเบียบทางบนเนี่ยพุ่มจากจันพุ่มลงไว้คือเกิดดังขบเคลียมองให้ระเบียบทางลงกายไอ้จังนั่นกายหาโจมาเราใส่ลงยังเว้นในขนมระเบียบทางดำชนปีปอนแบบไผ่เบย์คือปอนใส่ระเบียบทางเป็นนั่นคือก่อนในระเบียบสตีลถุงเตอร์เหล่าจังนั่นกอดนั่งคือระเบียบแทบปูแม่เกระเบียบแจกปนใส่นั่งคือยังมาอุติฮอถ้ากอดนั่งนึกนงพุ่งตีตังมือกันไหลในยังบางได้รอบใหม่นั่งจำเตอให้ประตูแมวนึกตรงไหนนั่งก็ทำบางตรงกับหาจุดปีจนดับยกโชว์จัดมวยใหญ่ระเบียบปุ๊บแค่เนี่ยสติลพุ่งหรือเห็นดาวไปยกปั้นยังมันสู้กันแล้วท่าจุดมิดบนไอ้แม่มันเห็นดาวใจปิดเตี้ยใจปิดพุ่งครูนไอ้เตอเตี้ยพุ่งมวยเตี้ยนั่งดอยกระดาษถิ่นจังเห็นดาวตั้งกระดาษถิ่นต้องให้แต่ปีเนี่ยได้คู่ปูแม่เกตั้งแต่ที่ท่าเอาแต่บ่งคือระเบียบสลอยให้ระเบียบทักก่อนจังแมนการปูแม่วิปายซีปายไอ้จังเตอจังcó nhóm thợ đa nhóm chỉ mỗi lần mua mạng nhóm mua tiết nó pi nhà sấy nó cứ thợ đa từ vô vía mình nhà sấy mua tiết để chỉ mua mạng nó không mua tiết ở đây dùng hai khung ô mua từ u thì ho cho nó vừa được ra tập khung mua những thợ strong cắt ô mua những bằng từ đó ti tăng các bọn mình các cái năng hãy nhập về đại đa chỉ bị các ôn sấy năng từ cho nó tầm rộn từ đó ti tăng chỉ mỗi năng ô strong ô nó cứ cái đa cắt chỉ mỗi năng là bị đau nó ca mùi đau nó ca thôn nó không khung năng mòn hay đau nó ca nó cứ chặt chặt vào đồng rắn tăng bị đau mòn cứ là bấy từ lơ luôn là miền priê nào vì tới sao mình là cái hiện đại ca tới phụ đại cắt cứ ở đại sầm lòng chỉ mỗi năng ep năng chia sẻ này các bạn khi nhung trong miền Bắc hàng Pông có nhưng chưa mà du ngày toàn chia mòn thì tới chạy chón cứ trên sọ mòn giá nhung đồng mà đạo rồi các bạn khi mơ và đòi tại toàn đặt ở trên tụ ai giờ ngày tục sân ao lại đó khi mơ tại bây giờ nhưng sân ban nàyยังคือสบอลมันจะđặt trongคลาตัวไหนมองจมูกก็คือเบียร์จะเป็นนั่งคือกวัดยังแผลปีศาจเหงนะจังเป็นได้ปนใส่จมูกได้กูเกเนี่ยเขาไม่ใส่ปีเนี่ยนั่งเกดาวจังเตอจังเตอนะปูพุ่มคุ้มก็คือสวัสดิเพชรเป็นออกนี่จะมันเกดอัดคลาไอเตให้ไปได้เกดาวเตอนั่นคือเถาดาวกัดดาวดอกกามวยนั่งเตอบันชลองตะดอโอมวยนั่งให้บันตะดอแกปูแม็กเกใส่มวยหนวดได้เกท่าหรือไปท่าเกตโยปูแม็กใส่มวยนั่งดับเบิลหมอบแกกวาดเตอเอาสองซาเกมาชูให้หรือแบบเต็งไอซีจังหรือแบบจังนะแต่ไหนเกหรือแบบจังนะเนี่ยมาสับเปลี่ยนแล้วไปได้ปนใส่ก็ดาวปีจากปูมักเกยจังเตอร์หึงฉุกเฉินนั่งไงมวยไปได้เรื่องนะปนใส่ได้ใจมันได้มายมนั่งไงให้หน้ามวยตึ๊ดคือไปนักคอยเงินไปได้ดาวกัดดำกัดดำหรือการนั่งกวาดก่อนลือจมวยนั่งสมเลงที่มันจะจังมองไงจุยมอีบัดซันcái thứ số anh bật bị cào thằng rồi làm này anh hoàn khá cho anh ôi xỉu quá căng băng xanh chẳng đi đầu tiên xong tới á ôn xài để cài lệnh mà nhom năng á quạt lưu sầm lệnh năng hao ấy á cô quát là việc tha khai bàn tay quạt là việc luôn của này tha ấy bởi dương thơ ấy kia còn thơ ấy dương này đào luôn thôi đào chỗ lòng nhập là mình mua po mạng đi mau tam khỏi còn lưu sầm lệnh năng đôi lưu giống dùng trong cái kiaปูmẹ nó vừa hiện phépไปคลายáoในใจเด็กมันยอมน้องวิคลายด้วยគ្នាចឹងចឹងគេលឺសម្លេងរៀងខ្លួនតែកាមកតែគឺជួយយំដល់ញាប់ជួយលវិញដើម្បីដល់តែពូម៉ាក់គេហ្នឹងដល់ទៅដល់តែពូម៉ាក់គេហ្នឹងទៅពូម៉ាក់គេនោះគេត្រូវគ្នាជាមួយនឹងសង្សារគេរបៀបថាសង្សារគេហ្នឹងគឺទៅយកគេបាត់ហើយចឹងគេប្រាប់ថាអញទៅមួយពួកឯងវិញឯងសង្សារអញមកតែអញឯងរបៀបគេអញ្ចឹងពីតែនឹងថារបៀបជេចឹងមកចៅកាច់យកអញ្ចឹងឧទាហរណ៍ចឹងណាហ្នឹងហើយអញខំដើរមកទាំងកាត់ខ្មៅកាត់អីខំមកយកវាចឹងណាចុងក្រោយគឺវាបោកបែកអញចឹងណាhai có thời đam với đa cắt đam được ca năng tiền đặt ngọc kia cứ quạt chụp chỉ mối năng sầm lấy năng tiết hai cam tại lưới làm chỉ muốn cái xe chống chết
chụp dùng này khăn chẳng mong ao khôn tầng pin nè hai áปูôn mà để bị chạy để sách hướng mà nhom nữa nghe vì su cô mẹ với thằng sẽ hãy men lư sủng đấy cây vô mà cô mẹ với thằng anh không ở hiên mua tao mi bạc cá cho anh chạy được ấy thì nó cứ vượt đảo vượt ra chưa mong bật đi xong ok chia sẻបន្ទាប់មកទៀតទៅក៏គេមកផ្ទះហ្នឹងណាអញ្ចឹងសម្រាប់សាច់រឿងទី1គឺបងស្រីក៏ចង់និយាយថារៀងសាបតែប៉ុណ្្នឹងឯងក៏ចាប់ធំប៉ុណ្្នឹងទៅបានន័យថាតាំងពីដើមមកគឺនៅក្នុងភូមិគេហ្នឹងគេលឺសំឡេងអារបៀបចង់ជាអុយហ្មងហើយនៅក្នុងអាតពូកដែលដើមព្រៃមកសុកធប់ហ្នឹងគូមានជាមួយនឹងដើម7មួយដើមទៀតតិចចូលដល់សាច់រឿងទី2និយាយអំពីសាច់រឿងព្រាយប្រដៅកូននៅក្នុងដើម7ដែលបងស្រីក៏ជួបទៀតអញ្ចឹងសុំអានេះខ្លីៗណាតែក៏អត់ភ្លេចដែរជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីគឺម្សៅហាត់ BB filter ដែលទាំងអស់គ្នាក៏ចង់បានជាមួយនឹងស្បែកមុខដែលមើលចេញមក glow glass skin អញ្ចឹងគឺអាចប្រើជាមួយនឹង BB filter បានថ្ងៃនេះគឺខ្ញុំ make up ដោយ BB filter ជាមួយនឹង sunscreen របស់ Xiaomi ផលិតផលរបស់គាត់គឺល្អដែលទាំងអស់គ្នាប្រែមកកូនខ្មែរហើយតម្លៃគេសមរម្យដូចជាមួយតិចតែ$10អ្នកនរគ្នាមួយតិច$10អាចទិញបានណាចាំខ្ញុំដាក់ page គាត់នៅក្នុងនឹងឲ្យចាំទៅជួបជាមួយនឹងសាច់រឿងទី2បងប្អូនស្រីដែរសាច់រឿងមកផ្សារទៀតវគ្គហ្នឹងគឺវាឆ្ងាញ់ជាងនឹងទៀត